và xung chỉ biết số bông bồn từng ngọc nia ngày này nhưng mà chạy cầm lệ cả nơi super đam bay vô cần thể chấp bắt không pi ông cô chẳng đi chi bên đầu tìm muối đặt trong chạy cầm lệ chẳng dương cho mà đo nó không chấm lại tìm tập tìm muối crop khănประวัติศาสตร์និងសាសនាជំពូកទី1ក្របខ័ណ្ឌប្រវត្តិសាស្ត្រនិងសាសនាទឹកដីដែលប្រកបទៅដោយប្រាសាទខ្មែរជាច្រើនលាតសន្ធឹងពីជួងសមុទ្រសៀមរហូតដល់វិទ្យាច័ន្ទនិងព្រៃនគរសៃហ្គនរហូតទៅដល់ទន្លេមេណាមគឺទឹកដីកម្ពុជាបច្ចុប្បន្នមួយផ្នែកធំនៃទឹកដីកូសាំងស៊ីនផ្នែកខាងលិចនៃប្រទេសលាវនិងផ្នែកខាងកើតនៃប្រទេសសៀមបើយើងគិតពីបុរាណប្រាសាទទឹកដីកម្ពុជាក្នុងសម័យរុងរឿងមានទំហំធំធេងណាស់វិស័យស្ថាបត្យកម្មខ្មែរមាននៅវាលទំនាបនៃទន្លេមេគង្គក្រោមនិងតំបន់បឹងទន្លេសាបនិងមួយផ្នែកទៀតនៃភ្នំកូរ៉ាត់ប្រវត្តិសាស្ត្រប្រទេសកម្ពុជាបង្កើតដោយការបង្រួបបង្រួមគ្នារវាងតំបន់ដីខ្ពស់នៅខាងជើងភ្នំដងរែកនិងតំបន់ដីទាបនៅខាងត្បូងប្រវត្តិសាស្ត្របុរាណរបស់មនុស្សខ្មែរបានចាប់ផ្ដើមនៅសម័យកាលសតវត្សទី1ដល់សតវត្សទី6នៃគ្រិស្តសករាជតាមឯកសារអ្នកប្រវត្តិសាស្ត្រចិននៅសម័យនោះប្រទេសកម្ពុជាភាគខាងក្រោមនៃមជ្ឈមណ្ឌលនៃព្រះរាជាណាចក្រទទួលឥទ្ធិពលហិណ្ឌូចិនដែលដូចជាបានត្រួតត្រាទឹកដីមួយភាគធំនៃជ្រោយឥណ្ឌូចិនដែលឯកសារចិនហៅថាហ្វូណនពាក្យថាហ្វូណនជាពាក្យហៅតាមភាសាចិនប៉េកាំងទំនើបដែលមានសំឡេងជាខ្មែរថាភ្នំព្រះរាជាសម័យនោះមានងារជាស្ដេចភ្នំដោយសារនេះទើបឯកសារចិនឲ្យឈ្មោះប្រទេសនេះថារាជាណាចក្រភ្នំរាជាណាចក្រនេះមានរាជធានីនៅបាភ្នំមិនឆ្ងាយប៉ុន្មានពីភូមិបាភ្នំដែលឈ្មោះនេះមានរហូតដល់សពថ្ងៃនៅនគរហ្វូណននៅពាក់កណ្ដាលទន្លេមេគង្គគឺចន្លោះខោងនិងហាខែត្រង់តំបន់ដីខ្ពង់មានក្សត្របុរីនៃកម្ពុជាដែលនៅពាក់កណ្ដាលសតវត្សទី6នៃគ្រិស្តសករាជបានគ្រប់គ្រងដោយព្រះរាជានៃព្រះរាជវង្សប្រទេសហ្វូណនគឺព្រះបាទភវវរ្ម័នព្រះអង្គបានទទួលការគាំទ្រយ៉ាងខ្លាំងពីព្រះអនុជរបស់ព្រះអង្គព្រះនាមចិត្តសែនដើម្បីពង្រីកទឹកដីនៅសតវត្សទី7ព្រះមហាក្សត្រដែលស្នងរាជបន្តបានសម្រេចជោគជ័យក្នុងការបង្រួបបង្រួមទឹកដីទាំងពីរផ្នែកនេះបង្កើតបានជាព្រះរាជាណាចក្រនៃកម្ពុជាព្រះបាទឥន្ទ្រឥសានវរ្ម័នទី1បានគ្រប់គ្រងនៅសម្បូរព្រៃគុកដែលសពថ្ងៃនេះមានសំណង់បុរាណប្រាសាទជាច្រើនសម្បូរព្រៃគុកស្ថិតនៅក្នុងខេត្តកំពង់ធំសពថ្ងៃនេះព្រះរាជាមួយអង្គព្រះនាមជ័យវរ្ម័នទី1បានលើករាជធានីទៅអង្គរបុរីខេត្តតាកែវក្នុងសម័យនេះតាំងពីការធ្លាក់ចុះនៃរាជាណាចក្រហ្វូណនរហូតដល់សតវត្សទី8គឺសម័យបុរីអង្គរក្នុងប្រវត្តិសាស្ត្រខ្មែរនៅសតវត្សទី8មានការវឹកវរដោយសារព្រឹត្តិការណ៍ដែលយើងបានដឹងហើយពិបាកគឺការបែងចែកប្រទេសជាពីរផ្នែកខាងជើងគឺកម្ពុជាដីគោកនិងខាងត្បូងជាកម្ពុជាទឹកលិចប្រទេសជ្វាបានត្រួតត្រាមួយផ្នែកនៃប្រទេសកម្ពុជានៅបណ្ដាឆ្នាំនៃចុងសតវត្សនេះព្រះអង្គម្ចាស់មួយអង្គដែលជាប់ព្រះញាតិវង្សនិងព្រះមហាក្សត្រមុនទ្រង់យាងមកពីកោះជ្វានិងប្រកាសឯករាជ្យប្រទេសកម្ពុជាពីកោះជ្វាដោយបង្កើតលទ្ធិថ្មីគឺលទ្ធិទេវរាជហើយបានលើករាជធានីពីផ្នែកទន្លេមេគង្គក្រោមមកតាំងនៅភាគខាងជើងនៃបឹងទន្លេសាបព្រះអង្គបានផ្លាស់ប្ដូររាជធានីជាច្រើនកន្លែងគឺឥន្ទ្របុរៈកុតិខាងកើតអង្គរខាងជើងប្រាសាទបន្ទាយក្តី
ហរិហរឡៃក្រមប្រាសាទរលុះអមរិបុរៈនិងចុងក្រោយគឺលើភ្នំកលែនកំពូលភ្នំកលែនព្រះរាជាអង្គនេះព្រះនាមព្រះបាទជ័យវរ្ម័នទី2ព្រះអង្គទ្រង់ចូលទីបង្គត់នៅគ្រិស្តសករាជ850នៅហរិហរឡៃបន្ទាប់ពីគ្រងរាជសម្បត្តិអស់រយៈពេល48ឆ្នាំព្រះអង្គបានធ្វើឲ្យប្រទេសមានសន្តិភាពនិងបង្រួបបង្រួមជាតិហើយរាជធានីខ្មែរក៏តាំងនៅតំបន់អង្គររហូតមកព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមព្រះបាទជ័យវរ្ម័នទី3 850ដល់877និងក្មួយព្រះអង្គព្រះនាមព្រះបាទឥន្ទ្រវរ្ម័ន877ដល់889បានសោយរាជបន្តបន្ទាប់ហើយតាំងរាជធានីនៅហរិហរឡៃដដែលក្រោយពីការសោយរាជទីបង្គត់នៃព្រះបាទឥន្ទ្រវរ្ម័នព្រះរាជបុត្រព្រះអង្គព្រះនាមព្រះបាទសោវរ្ម័នបានបដូររាជធានីទៅទិសពីយប់ប្រហែលប្រមាណគីឡូម៉ែត្រពីហរិហរឡៃរាជធានីថ្មីនេះមានឈ្មោះថាយសោធរបុរៈនិងព្រះអង្គបានកសាងស្រះទឹកធំមួយឈ្មោះថាបារាយខាងកើតដែលនៅតាមជ្រុងទាំង4មានសិលាចារឹកបញ្ជាក់អំពីសមិទ្ធដ៏មានតម្លៃនេះនៅឆ្នាំ921ព្រះបាទជ័យវរ្ម័នទី4បានចាក់ចោលទីក្រុងអង្គរហើយតាំងរាជធានីនៅកោះកេរដែលមានប្រាសាទដ៏ធំ23ឆ្នាំក្រោយមកគឺឆ្នាំ944ព្រះបាទរាជឥន្ទ្រវរ្ម័នបានវិលត្រឡប់មកទីក្រុងអង្គរវិញហើយរាជធានីក៏តាំងនៅទីនោះរហូតមកក្រោយពីរាជការព្រះបាទជ័យវរ្ម័នទី5 968ដល់1001ដែលបានកសាងប្រាសាទបន្ទាយស្រីនិងប្រាសាទតាកែវនៅសតវត្សទី11ប្រទេសកម្ពុជាត្រូវបានត្រួតត្រាដោយព្រះមហាក្សត្រដែលមានសន្ធិវង្សបរទេសគឺព្រះបាទសូរ្យវរ្ម័នទី1 1002ដល់1050បានទទួលជ័យជំនះនៅតំបន់ដែនដីសណ្ដោទន្លេមេណាមព្រះបាទឧទ័យទិត្យវរ្ម័នទី2 1050ដល់1066បានកសាងប្រាសាទបាពួននិងប្រាសាទហិរិវរ្ម័នទី3នៅគ្រិស្តសករាជ1080ព្រះបាទជ័យវរ្ម័នទី6ពុំមានជាប់ព្រះញាតិវង្សនិងព្រះមហាក្សត្រមុនប៉ុន្តែព្រះអង្គបានការគ្រប់គ្រងពីបណ្ឌិតទិវាករក៏បានបង្កើតរាជវង្សថ្មីមួយទៀតដែលគ្រប់គ្រងប្រទេសរហូតដល់សតវត្សទី14ពីឆ្នាំ1113ដល់1150ព្រះបាទសូរ្យវរ្ម័នទី2សោយរាជសម្បត្តិដែលគេអាចស្គាល់ព្រះអង្គនៅក្បាច់ចម្លាក់នៅថែខាងត្បូងប្រាសាទអង្គរវត្តដែលបានបង្ហាញ2ដងគឺមួយព្រះអង្គគង់នៅកណ្ដាលក្រុមនិមឺនមន្ត្រីព្រះរាជវង្សានុវង្សនិងមួយទៀតព្រះអង្គទ្រង់ឈរនៅលើក្នុងដំរីរបស់ព្រះអង្គក្នុងរាជការ40ឆ្នាំដែលពោពេញទៅដោយជ័យជំនះព្រះអង្គបានបញ្ជូនប្រទេសចម្ប៉ាមកក្រោមការគ្រប់គ្រងរបស់ព្រះអង្គហើយដោយសារបញ្ហានេះទើបក្រោយមកពួកចាមក៏បានវាយលុកសងសឹកវិញនៅគ្រិស្តសករាជ1177ទ័ពចាមបានចូលកាន់កាប់ក្រុងអង្គរដុតបំផ្លាញរាជធានីនេះខ្ទេចទីអស់ហើយព្រះរាជាចុងក្រោយនៃប្រទេសកម្ពុជាព្រះនាមព្រះបាទជ័យវរ្ម័នទី7បានវាយរំដោះប្រទេសពីការត្រួតត្រារបស់ចាមហើយអភិសេកជាព្រះមហាក្សត្រគ្រងរាជនៅគ្រិស្តសករាជ1181និងបានកសាងរាជធានីបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី7ព្រះមហាក្សត្រដែលគ្រងរាជបន្តបានជួបប្រទះនឹងការតស៊ូ
និងជនជាតិថៃដែលជាជនជាតិថ្មីមួយមកពីដែនដីសណ្ដទន្លេមេណាមនេះគឺជាការចាប់ផ្ដើមនៃការបញ្ចប់ភាពរុងរឿងរបស់កម្ពុជានៅពាក់កណ្ដាលសតវត្សទី15ខ្មែរបានបោះបង់ក្រុងអង្គរហើយមកតាំងទីក្រុងនៅភ្នំពេញដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរាជធានីចាស់នៃរាជាណាចក្រហ្វូណននិងប្រទេសកម្ពុជាសម័យបុរេអង្គរសម័យហ្វូណនសម័យបុរេអង្គរសម័យអង្គរខ្មែរបានកសាងប្រាសាទថ្មជាច្រើនរាយប៉ាយពីពេញទឹកដីនៅសម័យហ្វូណនប្រាសាទមានសិលាចារឹកសំស្ក្រឹតសិលាចារឹកដែលមានចំណាស់ជាងគេគឺសិលាចារឹកនៅតំបន់ញ៉ាងតាងបង្ហាញអំពីជំនឿលើព្រះពុទ្ធសិលាព្រះពុទ្ធសាសនាសិលាចារឹកមួយទៀតនៅថាប់មើយម្ដុំវាកក់បង្ហាញអំពីជំនឿលើព្រះវិស្ណុនិងសិលាចារឹកមួយទៀតនៅបាទីសិលាចារឹកទាំងអស់នេះចារនៅសតវត្សទី3សតវត្សទី4និងចាប់ផ្ដើមសតវត្សទី6ប្រាង្គប្រាសាទជាច្រើនដែលស្ថិតនៅភាគកណ្ដាលនិងភាគខាងត្បូងនៃប្រទេសកម្ពុជានៅចំភាគកណ្ដាលនៃរាជាណាចក្រហ្វូណនគ្មានប្រាង្គប្រាសាទណាមួយដែលគេអាចកំណត់ការបរិច្ឆេទសាងសង់ច្បាស់លាស់បានឡើយលោកសុងរីប៉ាញងជេបានឲ្យសមិទ្ធកម្មថាប្រាសាទក្នុងសម័យហ្វូណនមានប្រាង្គខ្លះដែលនៅកម្ពុជាប៉ែកខាងត្បូងគ្មានទ្វារបញ្ឆោតទេនិងមានថ្នាក់តូចនិងទាបទំហំចុះតូចរូបរាងពុំមានតាក់ទងទៅនឹងស្ថាបត្យកម្មសម័យមុនអំពីក្បាច់ចម្លាក់ព្រះពុទ្ធបដិមាអង្គរបូរីព្រះវិស្ណុនិងព្រះហិរៈទ្រង់មកុដមាននៅតាំងពីទឹកដីកូសាំងស៊ីនរហូតដល់ផ្នែកខាងជើងនៃឧបទ្វីបម៉ាឡេគឺជាក្បាច់ចម្លាក់សម័យហ្វូណនសិល្បៈខ្មែរសម័យបុរេអង្គរត្រូវបានសិក្សាយ៉ាងល្អិតល្អន់ដោយសារលោក Henri Pa Myongche ដំណើរប្រាសាទជាច្រើនស្ថិតនៅផ្នែកខាងត្បូងប្រទេសកម្ពុជានិងតំបន់ចន្លោះទន្លេមេគង្គនិងទន្លេសាបក្រុមប្រាសាទដែលសំខាន់ជាងគេគឺប្រាសាទសម្បូរព្រៃគុកស្ថិតនៅខាងជើងខេត្តកំពង់ធំផ្នែកស្ថាបត្យកម្មប្រាសាទសម្បូរព្រៃគុកជាប្រាង្គធ្វើអំពីឥដ្ឋនិងមានទ្វារបញ្ឆោតក្បាច់ចម្លាក់នៅមានភាពដើមបំផុតប្រាសាទនិងបដិមានៃសិល្បៈបុរេអង្គរខុសពីសិល្បៈសម័យអង្គរក្នុងចំណុចនេះគេអាចកំណត់ការបរិវត្តបានយ៉ាងត្រឹមត្រូវនៅក្នុងសម័យទី3ចន្លោះដើមសតវត្សទី9និងចុងសតវត្សទី12មានប្រាសាទជាច្រើនដូចជាក្រុងប្រាសាទអង្គរកោះកេរព្រះខ័នបឹងមាលាបន្ទាយឆ្មាព្រះវិហារនិងភ្នំជីសូរការបរិច្ឆេទនៃការកសាងប្រាសាទទាំងអស់នេះមានការពិបាកយល់បានណាស់ពីព្រោះសិលាចារឹកខ្លះបានចារចេញចាក់គ្រឹះក្រុមប្រាសាទនៅរលួសចុងការបរិច្ឆេទនៅលើទ្វារពីគ្រិស្តសករាជ879ទៅគ្រិស្តសករាជ893ក្រុមប្រាសាទនៅកោះកេរជាព្រះរាជដំណាក់រយៈពេល23ឆ្នាំគឺពីគ្រិស្តសករាជ921ទៅគ្រិស្តសករាជ944ហើយប្រាសាទអង្គរវត្តគឺពាក់កណ្ដាលទី1នៃគ្រិស្តសករាជទី12ឯកសារស្រាវជ្រាវអំពីការបរិច្ឆេទនៃប្រាសាទទាំងឡាយនៅតំបន់អង្គររបស់អ្នកប្រាជ្ញបរទេសមានការយល់ខុសៗគ្នាខ្លះនាំឲ្យអ្នកសិក្សាអ្នកអានមានការស្រពេចស្រពិល
ក្នុងសិភៅមគ្គទេសក៏ស្ថាបត្យកម្មរបស់លោក Zongri Maza អតីតអភិរក្សអង្គរដែលបានបោះពុម្ពគឺសករាជ1928បានសរសេរថាប្រាសាទបាយ័ននិងប្រាសាទដទៃទៀតដូចជាប្រាសាទតាព្រំបន្ទាយក្តីព្រះខ័នលៈកសាងក្នុងរាជការព្រះបាទជ័យវរ្ម័នទី2បានសេចក្តីថាក្នុងសម័យចាប់ផ្ដើមសម័យអង្គរគឺពាក់កណ្ដាលទី1នៃគ្រិស្តសករាជទី9ប៉ុន្តែសិភៅមគ្គទេសរបស់លោក Mados ជាភាសាបារាំងបោះពុម្ពនេះឆ្នាំជាមួយគ្នា1928បានសរសេរថាប្រាសាទបាយ័នកសាងនៅចុងសតវត្សទី9ក្នុងរាជការព្រះបាទយសោវរ្ម័នរីឯសិភៅរបស់អ្នកនិពន្ធដទៃនេះបោះពុម្ពនៅគ្រិស្តសករាជ1930ជាភាសាអង់គ្លេសបានសរសេរថាប្រាសាទបាយ័នកសាងនៅរវាង3សតវត្សក្រោយឯកសារមុនគឺក្នុងរាជការព្រះបាទជ័យវរ្ម័នទី7ចុងសតវត្សទី12ហើយសិភៅផ្សព្វផ្សាយផ្នែកទេសចរដែលបោះពុម្ពនៅគ្រិស្តសករាជ1933អះអាងជាថ្មីថាអ្នកប្រាជ្ញរបស់សាលាបារាំងចុងបូព៌ាកំណត់ការបរិច្ឆេទកសាងប្រាសាទបាយ័ននៅសតវត្សទី9ដូចនេះយើងឃើញថានៅចន្លោះគ្រិស្តសករាជ1923និង1933មានការអះអាងខុសៗគ្នាអំពីការបរិច្ឆេទកសាងប្រាសាទបុរាណខ្មែរនេះគឺជាពាក្យខ្លះដែលបានសរសេរកន្លងមករហូតដល់គ្រិស្តសករាជ1923គេគ្មានហេតុផលស្រពេចស្រពិលណាមួយដែលថាទីក្រុងអង្គរធំបច្ចុប្បន្នដោយមានកំផែងព័ទ្ធជុំវិញប្រវែង12គីឡូម៉ែត្រនិងមានស្រះទឹកធំទូលាយថាមិនមែនជាបុរីយសោធរៈបុរៈកសាងដោយព្រះបាទយសោវរ្ម័ននៅចុងសតវត្សទី9ឡើយសិលាចារឹកមួយនៅសតវត្សទី11បានសរសេរតាក់ទងទៅនឹងប្រាសាទនេះថាព្រះរាជាបានកសាងប្រាសាទមួយឈ្មោះភ្នំកណ្ដាលឬភ្នំយសោធរៈនៅចំកណ្ដាលរាជធានីដែលនៅប្រាសាទនោះមានលឹងទេវរាជប្រាសាទបាយ័នស្ថិតនៅចំកណ្ដាលទីក្រុងអង្គរធំមុខ4នៅតាមកំពូលប្រាំងនានាជានិមិត្តរូបនៃព្រះភ័ក្ត្ររបស់ព្រះព្រហ្មនិងព្រះវិស្ណុដូចនេះសេចក្តីសន្និដ្ឋាននេះដូចជាបញ្ជាក់ថាប្រាសាទបាយ័នគឺជាស្នាមព្រះហស្ថរបស់ព្រះបាទយសោវរ្ម័នចុងសតវត្សទី9និងអាស្រ័យហេតុនេះប្រាសាទនានាដែលមានលក្ខណៈប្រហែលនេះស្ថិតនៅក្នុងសម័យកាលជាមួយគ្នានៅគ្រិស្តសករាជ1924នៅប្រាសាទបាយ័នគេបានរកឃើញហោជាងដែលមានក្បាច់ចាឆ្លាក់នៅកេស្វរៈពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាននាំឲ្យគេមានគំនិតថ្មីចំពោះនិមិត្តរូបនៃប្រាសាទនេះដោយសារការរកឃើញថ្មីនេះអ្នកប្រាជ្ញបារាំងបានយល់ថាប្រាសាទបាយ័ននិងប្រាសាទក្នុងសម័យកាលជាមួយពុំមែនឧទ្ទិសដល់ព្រះព្រហ្មសាសនាគណៈព្រះវិស្ណុនិយមទេតែគឺឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានលោក Flino មានទស្សនៈថាព្រះបាទជ័យវរ្ម័នទី2ជាអ្នកកាន់ព្រះពុទ្ធសាសនាហើយប្រាសាទបាយ័នគឺជាស្នាមព្រះហស្ថរបស់ព្រះអង្គឧទ្ទិសដល់សាសនានេះនៅក្នុងទស្សនៈខាងលើនេះនៅគ្រិស្តសករាជ1925ការកសាងទីក្រុងយសោធរៈនិងភ្នំកណ្ដាលដោយព្រះបាទយសោវរ្ម័នគឺជាការបង្ហើយប្លង់ដោយព្រះមហាក្សត្រដែលស្នងរាជបន្តពីព្រះអង្គក្នុងទស្សនៈបំផ្លែងព្រះវិស្ណុបំផ្លែងព្រះវិហារព្រះពុទ្ធសាសនាទៅជាប្រាសាទសិវនិយមវិញ
ក្នុងពេលជាមួយគ្នានោះព្រះលោក Filipino បានមានយោបល់ថាសំអាងទៅលើសិលាចារឹកខ្លះថាប្រាសាទបន្ទាយស្រីដែលគេជឿថាកសាងនៅសតវត្សទី10ថាជាប្រាសាទដែលស្ថិតនៅក្នុងសតវត្សទី14ដែលជាការបរិច្ឆេទចុងក្រោយនៃសិល្បៈអង្គរទៅវិញការបវិបត្តិនេះកំណត់ថាប្រាសាទបាយ័នជាស្នាមព្រះហស្ថរបស់ព្រះរាជាមួយអង្គដែលផ្លាស់ប្ដូររាជធានីមួយក្នុងផ្នែកនៃរាជការរបស់ព្រះអង្គហើយប្រាសាទដទៃទៀតអំពីឥដ្ឋនៅសតវត្សទី8និងប្រាសាទលលៃជាដើមក៏ជាស្នាមព្រះហស្ថរបស់ព្រះអង្គព្រះរាជាអង្គនេះដែរទស្សនៈបែបនេះកាន់តែនាំឲ្យមានការលំបាកក្នុងការកំណត់ការបរិច្ឆេទប្រាសាទបុរាណខ្មែរនៅគ្រិស្តសករាជ1927ការសិក្សាយ៉ាងស៊ីជម្រៅអំពីក្បាច់លម្អអំពីក្បាច់ចម្លាក់និងពិសេសអំពីសម្លៀកបំពាក់បាននាំឲ្យលោក Philip Stan ជាអភិរក្សនៃសាមន្ទីរ Guinness បែងចែកសិល្បៈខ្មែរសម័យអង្គរជាពីរសម័យកាលនិងបញ្ជាក់ថាប្រាសាទបាយ័នត្រូវចាត់ថ្នាក់នៅក្នុងសម័យកាលជិតបំផុតដោយសារទស្សនៈនេះលោក Philip យល់ថាទីក្រុងអង្គរធំដែលយើងឃើញសពថ្ងៃនេះពុំមែនជារាជបុរីដែលព្រះបាទចក្រសោវរ្ម័នបានកសាងនៅចុងសតវត្សទី9ឡើយទីក្រុងនេះអាចមានកន្លែងផ្សេងដែលមានវិសាលភាពតូចដែលជាមជ្ឈមណ្ឌលនៃប្រាសាទអភិមានអាកាសចំណែកទីក្រុងបច្ចុប្បន្នមានវិសាលភាពធំទូលំទូលាយចង្ការបរិច្ឆេទក្នុងរាជការព្រះបាទសូរ្យវរ្ម័នទី1ដើមសតវត្សទី11ហើយព្រះរាជាអង្គនេះទ្រង់កាន់ព្រះពុទ្ធសាសនាហើយបានកសាងប្រាសាទបាយ័ននិងប្រាសាទផ្សេងទៀតដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនានិក្ខេបបទរបស់លោក Philip បានលុបបំបាត់ការពិបាកស្មុគស្មាញក្នុងការស្រាវជ្រាវប៉ុន្តែបានបង្កើតការពិបាកថ្មីទៀតជាច្រើនប្រាសាទបាយ័នដោយបង្ហាញភាពបាត់បង់ការប៉ិនប្រសពផ្នែកស្ថាបត្យកម្មដោយសារបង្កើតថ្មីបានផ្ដាច់ដែលមិនអាចយល់បាននៅការវិវត្តដ៏សមហេតុសមផលនៃសិល្បៈខ្មែរនិងបំបែកភាពសមរម្យដែលប្រាសាទទាំងឡាយក្នុងសតវត្សទី9និងសតវត្សទី10ដូចជាប្រាសាទលលៃបាខែងកោះកេរមេបុណ្យប្រែរូបនិងអង្គរវត្តពាក់កណ្ដាលទី1នៃសតវត្សទី12ដោយឆ្លងកាត់ប្រាសាទបាពួនពាក់កណ្ដាលសតវត្សទី11ខ្ញុំបាននឹកឃើញថាប្រាសាទទាំងឡាយដែលនៃរចនាបថបាយ័នតែងមានសិលាចារឹកតូចរបស់ប្រាសាទរបស់ព្រះបាទជ័យវរ្ម័នទី7ចុងសតវត្សទី12ដែលមានចាឈ្មោះបដិមានានាពីមុនមានដាក់នៅក្នុងប្រាសាទតូចនិងតាមថែវសិលាចារឹកទាំងនេះនាំឲ្យយើងជឿជាក់ថាបានឆ្លាក់រយៈពេលយូរក្រោយការសាងសង់ខ្ញុំនឹកឃើញទៀតនៅក្នុងប្រាសាទតាព្រំមានសិលាចារឹកមានសិលាស្ដំចារឹកធំមួយនៅជ្រុងទាំង4នៃកំពែងក្រុងអង្គរធំមានសិលាចារឹក4ផ្ទាំងរបស់ព្រះរាជាអង្គនេះនៅគ្រិស្តសករាជ1928ខ្ញុំក៏ចាប់ផ្ដើមសិក្សាម្ដងទៀតអំពីសិលាចារឹកទាំង4ផ្ទាំងនេះនៅក្នុងព្រឹត្តិបទសាលាបារាំងសិលាចារឹកបាននិយាយអំពីការធ្វើពិធីចាក់គ្រឹះកំពែងនិងកសិណោនៃក្រុងអង្គរធំដោយព្រះបាទជ័យវរ្ម័នទី7
ខ្ញុំបានសិក្សាពិចារណាជាថ្មីទៀតទៅលើសិលាចារឹកផ្ទាំងតូចៗនៃប្រាសាទតូចៗនិងខ្ញុំបានកត់សម្គាល់ថាសិលាចារឹកជាច្រើនក្នុងចំណោមសិលាចារឹកទាំងនេះគឺបានចារនៅលើផ្ទៃដីបំរុងនិងរៀបចំមុនដែលនាំឲ្យខ្ញុំអះអាងថាអ្នកសាងសង់មានគ្រោងទុកដូចនេះប្រាសាទទាំងអស់នេះមិនអាចសាងសង់នៅមុនរាជការព្រះបាទជ័យវរ្ម័នទី7ទេព្រះរាជាអង្គនេះទ្រង់ជាអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនដោយមហិច្ឆតាដ៏ធំធេងក្នុងសិលាចារឹកបាននិយាយថាពេញប្រទេសពោពេញទៅដោយប្រាសាទនិងមានមន្ទីរពេទ្យចំនួន102គ្មានស្ដេចអង្គណាដែលសមនឹងទទួលព្រះកិត្តិនាមថាជាអ្នកសាងសង់ប្រាសាទបាយ័នជាព្រះអង្គឡើយក្រៅពីចាត់ថ្នាក់ប្រាសាទបាយ័ននៅក្នុងសម័យចាប់ផ្ដើមនៃសម័យអង្គរដែលគេបានជឿជាយូរមកហើយនោះប្រាសាទបាយ័ននិងប្រាសាទឯទៀតដែលមានរចនាបថដូចគ្នាគឺប្រាសាទបាខណ្ឌប្រាសាទព្រះខ័នប្រាសាទតាព្រំបន្ទាយក្តីបន្ទាយឆ្មាស្ថិតនៅក្នុងសម័យកាលរីកចម្រើននៃសិល្បៈខ្មែរនៅចុងសតវត្សទី12ទាំងនេះបង្ហាញអំពីលក្ខណៈបង្កើតថ្មីលក្ខណៈព្រះពុទ្ធសាសនាការប្រកាន់ការប្រញាប់ប្រញាល់ក្នុងការកសាងហើយទីក្រុងអង្គរធំបច្ចុប្បន្នបង្ហាញថាបុរីថ្មីនេះបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅចុងសតវត្សទី12ក្រោយការឈ្លានពានរបស់ទ័ពចាមមកលើប្រទេសកម្ពុជានៅឆ្នាំ1177ដែលបានបំផ្លាញទីក្រុងនេះខ្ទេចខ្ទីអស់នៅជាមួយគ្នានេះគេបានរកឃើញសិលាចារឹកថ្មីជាច្រើនទៀតដែលនាំឲ្យខ្ញុំសិក្សាឡើងវិញនៅគ្រិស្តសករាជ1929អំពីបញ្ហាប្រាសាទបន្ទាយស្រីនិងកំណត់ការបរិច្ឆេទកសាងប្រាសាទនេះគឺសតវត្សទី10ដោយសារការទទួលស្គាល់ការបរិច្ឆេទនេះគេត្រូវស្រាវជ្រាវរកទីតាំងនៃទីក្រុងរបស់ព្រះបាទយសោវរ្ម័នយសោធរបុរៈជារាជធានីទី1ដែលបានកសាងឡើងនៅចុងសតវត្សទី9តើគេអាចជឿដោយលោក Philip Pen ដែលថារាជធានីនេះមានមជ្ឈមណ្ឌលជាប្រាសាទអភិមានអាកាសឬទេនៅគ្រិស្តសករាជ1931លោក Victor Goloves បានយល់ថាភ្នំកណ្ដាលដែលសិលាចារឹកមុនបាននិយាយអំពីប្រាសាទភ្នំបាខែងសមិទ្ធកម្មនេះអះអាងដោយឈរលើការសិក្សាពិចារណាលើផែនទីស្ថាបត្យកម្មគ្រិស្តសករាជ1909របស់លោកអនុសេនីយ៍តូប៊ុនអាតនិងលោកឌុយកែថាប្រាសាទភ្នំបាខែងជាមជ្ឈមណ្ឌលធរណីវិទ្យាដែលចតុកោណកែងដែលគ្រប់ដណ្ដប់លើផ្ទៃដីប្រមាណ16គីឡូម៉ែត្រការ៉េដែលជ្រុងខាងលិចនិងជ្រុងខាងត្បូងតាងដោយប្រវែងគូទឹកដែលសពថ្ងៃคล้ายជាស្រែចំណែកជ្រុងខាងកើតជាខ្សែបន្ទាត់ស្របនិងស្ទឹងសៀមរាបដែលគេបង្វែរពីភាពដើមដើម្បីបង្កើតជាផ្លូវទឹកយ៉ាងត្រង់ដើម្បីផ្ទៀងផ្ទាត់នៅសមិទ្ធកម្មនេះនៅគ្រិស្តសករាជ1932លោក Victor Goloves បានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ជុំវិញប្រាសាទភ្នំបាខែងដែលធ្វើឲ្យកំណត់បានពីទីតាំងដើមនៃទីក្រុងយសោធរបុរៈជំនួសការយល់កណ្ដងមកអំពីការបរិច្ឆេទសាងសង់ប្រាសាទនានាខ្ញុំបានអះអាងថាប្រាសាទបាយ័នបានកសាងនៅចុងសតវត្សទី12ហើយអ្វីដែលគេសរសេរមុនគ្រិស្តសករាជ1929គឺជាការខុសឆ្គង
ខ្ញុំបានចូលចិត្តសង្ខេបសមិទ្ធកម្មផ្សេងៗដែលអ្នកស្រាវជ្រាវមុនដោយបង្ហាញនៅឧបសគ្គនិងការលំបាកនានាដែលរារាំងដល់បុរាណវិទូក្នុងការស្វែងរកសច្ចភាពនេះម្នាក់សុទ្ធតែបានខិតខំអះអាងទៅតាមវិធីសាស្ត្រស្រាវជ្រាវរបស់ខ្លួនអ្នកប្រវត្តិសាស្ត្រសិល្បៈដោយការវិភាគយ៉ាងយកចិត្តទុកដាក់និងអត់ធ្មត់លើទម្រង់រូបរាងនៃប្រាសាទការវិវត្តនៃក្បាច់លម្អនិងរបៀបសាងសង់នៃប្រាសាទអាចកំណត់ការបរិច្ឆេទកសាងប្រាសាទបានបន្តិចម្ដងសិលាចារឹកវិទូរកឃើញការបរិច្ឆេទនៅក្នុងសិលាចារឹកដែលអាចឲ្យកំណត់បានយ៉ាងជាក់លាក់ប្រវត្តិសាស្ត្រការសិក្សាស្រាវជ្រាវអំពីស្ថាបត្យកម្មខ្មែរដោយមានការប្រកួតប្រណាំងគ្នាមិនឈប់ឈរនិងអ្នកស្រាវជ្រាវដោយវិធីផ្សេងបាននាំឲ្យគេរកឃើញនៅចំណុចរួមគ្នាក្នុងរបបកំហើញថ្មីនេះលើសិលាចារឹកអាចឲ្យគេធ្វើបញ្ជីការបវត្តកដូចជាតទៅក្រុមប្រាសាទនៅរលួសប្រាសាទព្រះគោ879ប្រាសាទបាគង881ប្រាសាទលលៃ893ប្រាសាទភ្នំបាខែងរវាងគ្រិស្តសករាជ900ប្រាសាទក្រុមប្រាសាទកោះកេរចាប់ពីគ្រិស្តសករាជ921ប្រាសាទមេបុនខាងកើត952ប្រាសាទប្រែរូប961ប្រាសាទបន្ទាយស្រី967ប្រាសាទតាកែវរវាងគ្រិស្តសករាជ1000ប្រាសាទបាពួនរវាង1060ប្រាសាទអង្គរវត្តពាក់កណ្ដាលទី1នៃសតវត្សទី12ប្រាសាទតាព្រំ1186ប្រាសាទព្រះខ័ន1191ប្រាសាទបាយ័នទ្វារនិងកំផែងអង្គរធំឆ្នាំចុងក្រោយនៃសតវត្សទី12អំពីទូនីតិសាសនានិងប្រាសាទខ្មែរខ្ញុំពុំទាន់និយាយនៅឡើយប្រាសាទទាំងអស់នេះគឺផ្លែផ្កានៃអរិយធម៌ឥណ្ឌាបានដាំដុះនៅឥណ្ឌូចិនគេមិនអាចផាត់ចោលបាននៅភាពដើមនៃសិល្បៈខ្មែរបើប្រៀបធៀបគំនូរដើមនិងបុព្វបុរសឥណ្ឌាភាពដើមនេះពិតប្រាកដណាស់ពីព្រោះប្រាសាទទាំងអស់នេះកសាងដោយសិល្បករស្ថាបត្យករខ្មែរនិងស្ថាបត្យករនិងសិល្បករទាំងនោះមានចំណេះដឹងអំពីប្រពៃណីសិល្បៈបុរាណបរទេសនៅប្រទេសឥណ្ឌាប៉ុន្តែបន្ទាប់ពីគេបានធ្វើអរូបិយកម្មអំពីសិល្បៈសូនរូបដើម្បីស្រាវជ្រាវរកគំនិតប្រើប្រាស់ថ្មសម្រាប់ការសាងសង់គេរកឃើញគំនិតរបស់ឥណ្ឌាហេតុការណ៍ចម្បងគឺក្រោយពីស្ពានចាស់ខ្លះប្រាសាទខ្មែរទាំងអស់គឺជាសំណងសាសនាពីព្រោះមានតែទេវៈទេដែលមានសិទ្ធិគង់នៅក្នុងអីគេសយន្តដ្ឋានធ្វើអំពីថ្មឬក៏ឥដ្ឋដែលជាសម្ភារៈអាចធន់ទ្រាំនឹងពេលវេលានិងអាកាសធាតុដូចជាសម្រិតដែរព្រះរាជាគង់នៅក្នុងព្រះរាជវិវេសអំពីឈើហើយដែលប្រពៃណីនេះបន្តប្រតិបត្តិនៅប្រទេសសៀមរហូតដល់សតវត្សទី17សម័យឥទ្ធិពលពីអឺរ៉ុបចូលមកហើយព្រះមហាក្សត្រសៀមបានចាប់ផ្ដើមកសាងរាជវាំងអំពីឥដ្ឋតាំងពីសម័យហ្វូណនរហូតដល់សតវត្សទី14សាសនា2ដែលនាំចូលពីប្រទេសឥណ្ឌាគឺសាសនាព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាបានគ្រប់គ្រងស្ថិតស្ថេរជាមួយគ្នានៅសម័យហ្វូណននិងសម័យបូរេអង្គរក្នុងព្រហ្មញ្ញសាសនាគេគោរពព្រះហរិហរៈនិងព្រះសិវៈនិងព្រះវិស្ណុរួម
ចូលគ្នាក្នុងអង្គតែមួយនៅសម័យអង្គរលទ្ធិសិវៈនិយមពិសេសក្នុងរាជវង្សវង្សានុវង្សហើយនៅសតវត្សទី12សម័យប្រាសាទអង្គរវត្តលទ្ធិសិវៈនិយមហាក់ដូចជានាំមុខគេចំណែកឯព្រះពុទ្ធសាសនាវិញគឺចាប់ផ្ដើមគេគោរពព្រះពុទ្ធសាសនាថេរវាទប៉ុន្តែប្រើភាសាសំស្ក្រឹតពីសតវត្សទី9ដល់សតវត្សទី13សិលាចារឹកនិងបដិមាព្រះពោធិសត្វទាំងឡាយច្រើនឧទ្ទិសទៅព្រះពុទ្ធសាសនាមហាយានប៉ុន្តែនៅសតវត្សទី13ព្រះពុទ្ធសាសនាបែបសេរីលង្កាដែលប្រើប្រាស់ភាសាបាលីបានចូលមកក្នុងប្រទេសកម្ពុជាតាមប្រទេសសៀមហើយពង្រីកឥទ្ធិពលលុបបំបាត់សាសនាផ្សេងៗគឺតែរលំរលាយអស់ដូចនេះប្រាសាទខ្មែរទាំងអស់នេះគឺជាព្រះវិហារឬជាអាគារឧបសម្ព័ន្ធនៃប្រាសាទធំប៉ុន្តែគេមិនត្រូវជឿថាប្រាសាទទាំងអស់នេះសាមញ្ញដោយព្រះវិហារគ្រិស្តសាសនាឬវត្តព្រះពុទ្ធសាសនាទំនើបដែលជាកន្លែងសម្រាប់ពិធីសាធារណៈដែលមានមនុស្សទាំងវងទៅគោរពបូជានោះឡើយអ្វីដែលនឹងលេចធ្លោជារូបរាងឡើងសូមអត្ថបទបន្តទៀតបាទអញ្ចឹងសូមអរគុណការចូលរួមស្ដាប់និងអរគុណដល់បងប្អូនដែលចូលរួម Subscribe ផងដែរសូមអរគុណសូមជម្រាបលា